សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលនេះទៀតសោតគឺមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំងយើងនេះផ្ទាល់តែម្ដងហើយរមណីយដ្ឋាននេះទៀតសោតក៏ជារមណីយដ្ឋានមួយប្រចាំតំបន់នៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះផ្ទាល់តែម្ដងដែលជារមណីយដ្ឋានដ៏ល្បីប្រចាំតំបន់ដែលសម្បូរទៅដោយភ្ញៀវទេសចរក៏ដូចជាមនុស្សម្នាទៅលេងច្រើនកកកដែរហើយដោយសារតែភាពល្បីល្បាញនិងភាពឆាតឆាយរបស់តំបន់ទេសចរមួយនេះបានធ្វើឲ្យខ្ញុំបានសម្រេចចិត្តប្រមូលគ្នាក្នុងការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលដែលនៅក្នុងការធ្វើដំណើរនេះផងដែរគឺយើងចាយពេលត្រឹមតែ2ម៉ោងតែប៉ុណ្ណោះនៅក្នុងការធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលដើម្បីចង់ដឹងកាន់តែច្បាស់ថាតើពួកខ្ញុំបានធ្វើអ្វីខ្លះនៅតាមដងផ្លូវដើម្បីឲ្យដំណើរកម្សាន្តមួយនេះប្រព្រឹត្តទៅយ៉ាងរលូនហើយអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ដើម្បីចង់ដឹងថាតើពួកខ្ញុំជួបនូវឧបសគ្គអ្វីខ្លះដើម្បីឲ្យដំណើរកម្សាន្តមួយនេះប្រព្រឹត្តទៅដោយជោគជ័យដោយមានបញ្ហាអ្វីទាំងអស់តោះ let's go ដែលចាប់ផ្ដើមជាមួយនឹងក្បាលវីដេអូរបស់យើងហ្នឹងគឺអត់មានអីទេគឺយើងបញ្ចេញឡានពីក្រោមផ្ទះមកហើយដើម្បីធ្វើការរៀបចំអវ៉ាន់ហ្នឹងឡើងលើឡានហើយបន្ទាប់ពីរៀបចំអវ៉ាន់ឡើងលើឡានអស់ហើយពួកយើងក៏ចាប់ផ្ដើមចេញដំណើរទៅទាំងអស់គ្នាចាប់ផ្ដើមឡើងលើឡានចេញពីផ្ទះបន្តមកប្រមាណផងហ្នឹងក៏មានអារម្មណ៍ថាឲ្យហេតុបន្តិចបាត់ទៅហើយហើយពួកយើងធ្វើដំណើរហ្នឹងគឺទុកចិត្តទៅលើតកងឡាន 100% ដោយសារតែមិត្តភ័ក្តិរបស់តកងឡានហ្នឹងបាននិយាយថាមិត្តភ័ក្តិរបស់គាត់ហ្នឹងរៀនបើកឡានតាម YouTube អស់រយៈពេល2ថ្ងៃហើយបន្ទាប់ពីឮថាតកងឡានហ្នឹងរៀនបើកឡានតាម YouTube បាន2ថ្ងៃហ្នឹងចេះ start ហើយពួកខ្ញុំក៏មានអារម្មណ៍ថាទុកចិត្តនឹងរួមដំណើរជាមួយបន្ទាប់ពីយើងធ្វើដំណើរបាន10នាទីក្រោយមកហ្នឹងយើងក៏បានមកដល់កន្លែងត្រូវឈប់យកអវ៉ាន់មកតាំងទៀតហើយខ្ញុំឆ្លៀតពេលគេចុះយកអវ៉ាន់ហ្នឹងក៏ឆ្លៀតពេលថតខ្លួនឯងបានមកប៉ោះដែរទៅដែលអវ៉ាន់របស់យើងគឺអត់មានអីច្រើនទេអ្នកនរគ្នាគឺគ្រាន់តែកៅអី camping មួយហ្នឹងដាក់លើឡានហើយក៏យើងបន្តដំណើរទៅមុខទៀតយើងនេះគ្មានឲ្យព្រះអង្គយូរប្រមាណទេគ្រាន់តែឡើងលើឡានតកងឡានធ្វើការជន់ឡានទៅមកវឹងមកដើម្បីឆាប់ដល់គោលដៅយើងដើរលេងហើយបន្ទាប់ពីយកអវ៉ាន់ហើយមកតកងឡានបានប្រាប់ខ្ញុំថាគាត់ចង់បើកឡានបែប off road ដោយមិនជន់ហ្វ្រាំងហើយដោយសារតែឡានបើកលឿនពេកនេះខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ទៅផ្ទះវិញហើយលេងចង់ដើរលេងហើយបើទោះបីជាឡានហ្នឹងបើកលឿនកងតប្រមាណហ្នឹងក៏អ្នកក្រោយនេះមានអារម្មណ៍ថា relax ដែរបាទសើចរហូតសើចតជ្រុះថ្មិញមកសិនបាច់និយាយឯងឡានបើកលឿនកងតដល់300ទៀតក៏អ្នកក្រោយនេះអាចធ្វើការ make up បានដែរបាទហើយមើលទៅសកម្មភាព make up អត់ដឹងហ៎បាទហើយបន្ទាប់ពីយើងធ្វើដំណើរចាយពេលអស់10នាទីក្រោយមកក៏យើងមកដល់ផ្សាររមាសហើយបន្ទាប់ពីយើងបានធ្វើដំណើរមកដល់ផ្សាររមាសយើងក៏បានរកកន្លែងឈប់ដើម្បីចតឡានឲ្យត្រឹមត្រូវហើយយើងក៏រៀបចំខ្លួនដើម្បីទៅទិញអីវ៉ាន់ហើយពួកយើងក៏បាននាំគ្នាចុះពីលើឡានដើម្បីធ្វើការទៅទិញម្ហូបហើយមិនដឹងថាម្ហូបហ្នឹងគឺទិញអីខ្លះចាំយូរពួកយើងក៏បានធ្វើការដើរឆ្លងផ្លូវទៅម្ខាងទៀតដើម្បីមើលម្ហូបនិងត្រូវទិញអីខ្លះហើយមើលទៅអ្នកនរនេះគឺដឹងហើយមានតាំងពីផ្លូវមាន់កែបបោកសាច់អាំងអីក៏មានដែរគឺគ្រប់សពទាំងអស់មើលទៅគឺតំណងខ្លាំងមែនតើគួរឲ្យចង់ញ៉ាំមែនតើក្នុងការចំណាយសម្រាប់ម្ហូបក្នុងការហូបអីមួយពេលហ្នឹងគឺយើងចំណាយរហូតទៅដល់ 100000 ជាងហើយបន្ទាប់ពីទិញម្ហូបហើយមកក៏បានលេចមុខនៅវីរៈបរោះជីសេសគេមកហើយណាគេពួកឯងគិតមើលទៅបើបានថ្ងៃមកនេះមេតបខ្លាំងសឹងលីបានចេញមកអស់ហើយតែនៅសំមនុស្សម្នាក់មិនទាន់មកតើគឺជាអ្នកណាទីខ្លួនអេបើគឺថាសិតតែកំពុងមនុស្សអ្នកទាំងអស់គ្នាគឺថាឃើញរបស់ល្អគឺអត់បានទេអញញឹមស្ញាញ់ហ្មងគឺថាអញញឹមហ្នឹងគឺស្រស់យកតែហ្មងហើយពួកយើងក៏មិនបង្អង់យូរដែរអ្នកទាំងអស់គ្នាក៏យើងបានធ្វើការរៀបចំអវ៉ាន់ឡើងលើឡាននិងធ្វើដំណើរទៅមុខបន្តដើម្បីឲ្យឆាប់ដល់គោលដៅហើយគ្រាន់តែយើងបត់ចូលដល់ដីក្រហមនេះភ្លាមគឺថាមិនបាច់និយាយទេអ្នកទាំងអស់គ្នាគ្រាន់តែមើលនៅក្នុងវីដេអូហ្នឹងក៏ដឹងថាផ្លូវហ្នឹងពិបាកប៉ុណ្ណាដែរបើបន្ទោះបីជាផ្លូវហ្នឹងពិបាកវេទនាហុយប៉ុណ្ណាក៏ដោយក៏អ្នកក្រោយនេះអាច relate បានដែរជាមួយនឹងគ្រាប់ផ្កាឈូករត់បើយើងក៏លេចមកមើលអ្នកនៅក្នុងឡាននេះវិញគឺគេមានអារម្មណ៍ថាគេ relate ខ្លាំងមែនតើគឺគេខុសពីអ្នកនៅក្រៅឡានបន្ទាប់ពីយើងធ្វើដំណើរបានបន្តិចមកក៏យើងបានមកដល់ស្ពានដែកពេលដែលយើងឆ្លងស្ពានដែកនឹងបានបន្តិចមកក៏យើងមកដល់ផ្លូវចូលទៅកាន់ទឹកធ្លាក់ស្រែអំពិលដែលផ្លូវចូលទៅកាន់ទឹកធ្លាក់ស្រែអំពិលគឺស្រួលរកទេអ្នកនរគ្នាគឺគ្រាន់តែយើងជិះធ្វើដំណើរទៅដល់ហ្នឹងគឺមានផ្លាកគេដាក់ថារមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលចំពោះចម្ងាយពីផ្លូវចូលរហូតទៅដល់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលហ្នឹងគឺមានចម្ងាយប្រហែលជា10គីឡូម៉ែត្រជាងអ្នកនរគ្នាគឺឆ្ងាយខ្លាំងមែនតើអញ្ចឹងតកងឡានរបស់ខ្ញុំធ្វើការសុទ្ធយកហើយរួមផ្សំជាមួយនឹងទេសភាពតាមផ្លូវគឺថា relate ខ្លាំងតែអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាអាចទៅលេងផ្ទាល់បានគឺអែមស្រែមហើយមួយសន្ទុះក្រោយមកពួកយើងក៏បានធ្វើដំណើរមកដល់ច្រកចូលខ្លោងទ្វាររមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលហើយនៅពេលដែលយើងធ្វើដំណើរមកដល់ច្រកខ្លោងទ្វារហ្នឹងគឺយើងយកសបុតផ្ញើឡានសិននៅក្នុងឡានមួយគ្រឿងហ្នឹងគឺយើង
បងអស់5,000រៀលអ្នកនរគ្នាសម្រាប់ការផ្ញើបន្ទាប់ពីយើងបងថ្លៃ PC ឡានហើយក៏យើងធ្វើការបើកឡានទៅរកចំណតឡានដើម្បីរៀបចំអវ៉ាន់ធ្វើដំណើរឡើងលើភ្នំដើម្បីទៅលេងទឹកធ្លាក់ហើយនេះអ្នកនរគ្នាគឺទស្សនវិជ្ជានៅពេលដែលខ្ញុំមកដល់ចំណតឡានហើយបន្ទាប់មកពួកខ្ញុំក៏បានធ្វើការរៀបចំអវ៉ាន់ដាក់ចូលក្រុមហើយត្រៀមខ្លួនដើម្បីធ្វើដំណើរឡើងទៅលើភ្នំដើម្បីទៅមើលទឹកធ្លាក់ហើយពួកយើងក៏បានចែកការងារគ្នារៀងៗខ្លួនមានអ្នកខ្លះកាន់របស់ធ្ងន់អ្នកខ្លះកាន់របស់ស្រាលដើម្បីជួយគ្នាបន្តិចបន្តួចក្នុងការឡើងទៅលើភ្នំហើយនៅពេលដែលយើងកំពុងតែធ្វើដំណើរឡើងហ្នឹងគឺយើងបានកត់សម្គាល់ថាគឺសម្បូរអ្នកមកលេងខ្លាំងមែនតើណាមួយថ្ងៃដែលខ្ញុំទៅលេងហ្នឹងគឺចំថ្ងៃគេឈប់សម្រាកផងឥឡូវយើងធ្វើដំណើរមកដល់ទឹកធ្លាក់សែនប៉លហើយកំពុងតែធ្វើដំណើរទៅកញ្ចុះអង្គុយអត់ដឹងថាត្រូវទៅលេងណាទៀតឡើងទៅលើបន្តហើយនៅពេលដែលយើងធ្វើដំណើរមកដល់ផ្លាកសូមស្វាគមន៍នឹងហើយយើងធ្វើដំណើរទៅត្រង់បន្តមកទៀតយើងធ្វើដំណើរមកដល់ផ្លូវតាកាន់ដៃយាយបន្តដំណើរទៅត្រង់តាមដងផ្លូវនឹងអមទៅដោយរុក្ខជាតិពណ៌ខៀវខ្ចីក៏ដូចជាសូរសំឡេងទឹកធ្លាក់ទៀតគឺថាមានអារម្មណ៍ថាចង់លេងទឹកខ្លាំងតែម្ដងហើយចំពោះអ្នកដែលចង់កាត់ stress អ្នកដែលសេតច្រើនហ្នឹងអាចមករមណីយដ្ឋានទឹកធ្លាក់ស្រែ7បានគឺថាអែមស្រែមខ្លាំងមែនតើទេសភាពគឺឲ្យ10លើ10ដោយកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានហើយកន្លែងដែលខ្ញុំថតវីដេអូនោះគឺជាកន្លែងដែលគេហែទឹកអ្នកនរគ្នាដែលកន្លែងហ្នឹងផងដែរគឺមានជម្រៅជ្រៅខ្លាំងជាងគេដែលមានជម្រៅអាចទៅដល់3ម៉ែត្រជាងហើយនឹងកន្លែងមួយកន្លែងទៀតគឺជាកន្លែងទឹកធ្លាក់អ្នកនរគ្នាគឺធ្លាក់មកពីលើភ្នំតែម្ដងកន្លែងហ្នឹងគឺទឹកធ្លាក់ខ្លាំងជាងគេហើយអ្នកទាំងអស់គ្នាអាចស្ដាប់សំឡេងទឹកធ្លាក់នៅកន្លែងហ្នឹងបានខ្ញុំចង់ទៅជំរាបហើយបន្តមកទៀតពួកយើងក៏បានមកដល់កន្លែងត្រូវអង្គុយញ៉ាំអីហើយយើងកំពុងតែរៀបចំប្រដាប់ប្រដារបស់របរដើម្បីត្រៀមអង្គុយញ៉ាំអីហើយអាចមើលបាននៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺឈៀលខ្លាំងមែនតើមានទាំងអ្នកលេងទឹកមានទាំងអ្នកញ៉ាំបៀក៏ដូចជាមានទាំងអ្នកញ៉ាំអាហារផ្សេងៗហើយបន្ទាប់ពីរកកន្លែងអង្គុយបានហើយញ៉ាំអីហើយហ្នឹងញោមនេះក៏បានបែកកំណត់មកសាកលោតទឹកនឹងសាកចង់ដឹងថាទឹកហ្នឹងជម្រៅប៉ុណ្ណាដំបូងខ្ញុំគិតថាអត់ហ៊ានលោតទេតែចុងក្រោយហើយដោយសារតែបញ្ហាអាកាសធាតុមេឃក៏កាន់តែងងឹតហើយរោភ្លៀងទៀតនោះខ្ញុំក៏បានសម្រេចចិត្តរៀបចំអវ៉ាន់ត្រឡប់ទៅកាន់ឡានវិញហើយវីដេអូរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page របស់ Spider-Nie ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់យកដៃគងថ្ងាស់ស្រណោះណាស់ម្ចាស់ស្នេហ៍កាលអូនរៀននៅស្រុកស្រែខែដកស្ទូងភ្លៀងធ្លាំងជោគជាំកងកញ្ចាស់មួយជួយឲ្យបងបានដុបមុំចៃដន់ថ្ងៃមួយភ្លៀងធំដួលរលំអូនអោបកបងអនុស្សាវរីយ៍បាន